នៅក្នុងវីដេអូមុនខ្ញុំបានលើកឡើងថាមនុស្សម្នាក់ៗមានពេលវេលាត្រឹម24ម៉ោងដូចគ្នាហើយថ្ងៃនេះខ្ញុំអនុញ្ញាតចែករំលែកបន្តទាក់ទងជាមួយនឹងពេលវេលារបស់អ្នកបន្ថែមទៀតបន្ទាប់ពីខ្ញុំបានអានសៀវភៅថ្មីមួយរួចមកហើយសៀវភៅនេះខ្ញុំក៏ទើបតែនៅទិញបានដែរហើយការអានរបស់ខ្ញុំក៏មិនទាន់បានចប់ដល់ឡើយនោះទេខ្ញុំទើបតែចាប់ផ្ដើមអានបានត្រឹមប្រហែលជាទំព័រ150ទំព័រជាងហើយនៅក្នុងនោះក្នុងចំណុចទំព័រទី116ដល់ទំព័រទី118បានលើកឡើងអំពីចំណុចមួយដែលលើកឡើងថាគំមើលស្រាលពេលវេលាបើយើងនិយាយអំពីពេលវេលាយើងមើលឃើញថាពេលវេលាគឺបានបន្តដើរទៅមុខជានិច្ចពុំមានពេលឈប់មួយវិនាទីដែរឡើយហើយបើយើងភ្លេចខ្លួនតែមួយផ្លែតមួយថ្ងៃមួយខែមួយឆ្នាំគឺកន្លងផុតទៅដោយមិនដឹងខ្លួនយើងគ្រប់គ្នាតែងតែគិតថាវាមិនអីវាមិនជាបញ្ហាក៏ប៉ុន្តែក្នុងរយៈពេលមួយថ្ងៃដែលមានតែ24ម៉ោងយើងទាំងអស់គ្នាខ្ញុំជឿថាគ្រប់គ្នាធ្លាប់មានអារម្មណ៍ថាមួយផ្លែតមួយថ្ងៃបាត់ទៅហើយមួយខែបាត់ទៅហើយមួយឆ្នាំបាត់ទៅហើយទៅតែថ្ងៃមុនសោះមួយឆ្នាំបាត់2ឆ្នាំបាត់បាទនៅឃ្លាមួយម៉ាត់ទៀតវាហាក់ដូចជាការលេងសើចដែលយើងគ្រប់គ្នាធ្លាប់ឮហើយខ្ញុំជឿថាបងប្អូនអរគ្នាក៏ធ្លាប់ឮដែរហើយវាហាក់ដូចជាការលេងសើចបន្តិចដែលយើងធ្លាប់តែឮសូរគេនិយាយថាតើនៅក្នុងមួយជីវិតមាន10ឆ្នាំប៉ុន្មានដងតើនៅក្នុងមួយជីវិតយើងមាន10ឆ្នាំប៉ុន្មានដងជាទូទៅជីវិតរបស់យើងមែនតើគឺយើងអាចរស់ជាមធ្យមប្រមាណជាប្រហែលជា80ឆ្នាំដូច្នេះយើងមានពេល10ឆ្នាំត្រឹមតែ8ដងប៉ុណ្ណោះចឹងខ្ញុំបញ្ជាក់ឡើងវិញថាយើងមានពេល10ឆ្នាំតែ8ដងតែប៉ុណ្ណោះបើយើងគិតទៅក្នុងពេល80ឆ្នាំយើងមានពេលវេលាប្រមាណជា29220ថ្ងៃដើម្បីរស់ក្នុងរយៈពេល20ឆ្នាំដំបូងគឺជាពេលដែលពោពេញទៅដោយកំហុសរហូតពេលខ្លះវាអាចឈានដល់ទៅ30ឆ្នាំទៅហើយនៅឡើយពួកយើងមិនទាន់ដឹងខ្លួនថាតើយើងចង់បានអីហើយយើងចង់ធ្វើអីឲ្យពិតប្រាកដនោះទេបើយើងគិតពីពេលវេលារហូតក្នុងអំឡុង30ឆ្នាំដែលយើងទាំងអស់គ្នាមិនទាន់បានដឹងថាតើយើងចង់បានអ្វីហើយយើងនឹងចង់ធ្វើអីឲ្យពិតប្រាកដមានន័យថាយើងបានចំណាយពេលវេលាអស់ប្រមាណជាង10988ថ្ងៃចោលដោយមិនបានកសាងខ្លួនឲ្យទៅរកគោលដៅនៅឡើយទេពេលវេលាដែលមនុស្សយើងពេញកម្លាំងនឹងធ្វើការងារនោះគឺអាយុចាប់ពី20ឆ្នាំទៅ40ឆ្នាំក្រោយពីនោះពេលវេលាយើងក៏កាន់តែទ្រាំជាងមុនជាលំដាប់រហូតមិនអាចធ្វើអ្វីបានជាការពិតនៅពេលដែលយើងចាប់តាមពីអាយុ40ឆ្នាំឡើងទៅយើងនឹងអាចអង្កេតឃើញថាទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងស្មារតីរបស់យើងចាប់ផ្ដើមថមថយជាពិសេសគឺការចងចាំក៏ចាប់ផ្ដើមប្រែប្រួលនោះមានន័យថាបើយើងមិនឲ្យពេលវេលានិងឱកាសដែលយើងគួរប្រឹងចោលនោះវានឹងបន្សល់នូវភាពសោកស្ដាយសម្រាប់យើងនៅពេលចាស់ទៅហើយនៅក្នុងសៀវភៅនោះដែរក៏បានបង្ហាញប្រអប់ក្រឡាចំនួន80ប្រឡោះដែលមានពីលេខ1ដល់លេខ8រហូតដល់គ្រប់80ហើយខ្ញុំនឹងព្យាយាមបង្ហាញនៅតារាងប្រអប់ក្រឡានោះដើម្បីចែករំលែកឲ្យបងប្អូនយើងបានពិនិត្យមើលហើយសាកល្បងនៅក្នុងការបំពេញនៅក្នុងតារាងនោះថាពេលដែលបំពេញហើយយើងនឹងមានរឿងអីកើតឡើងមានអ្វីខ្លះដែលអាចនឹងជាចំណេះដឹងដល់យើងបាននៅពេលដែលយើងសាកល្បងបំពេញតារាងដែលបានបង្ហាញនេះនៅក្នុងនោះមានប្រអប់កាឡាត្រឹមតែ80ហើយដែលនៅក្នុងប្រអប់កាឡានីមួយៗគឺស្មើត្រឹមអាយុយើង1ឆ្នាំបងប្អូនអាចមើលទៅបានចុះបើថ្ងៃនេះយើងមានអាយុរហូតដល់ទៅ30ឆ្នាំឬ40ឆ្នាំតើយើងនៅសល់ប្រអប់កាឡាប៉ុន្មានទៀតសម្រាប់ជីវិតនោះយើងមិនទាន់គិតអំពីពេលវេលាផ្សេងទៀតនៅឡើយដែលជាពេលខ្ជះខ្ជាយរបស់យើងហើយនេះក៏យើងមិនទាន់បានបូកបញ្ចូល
ទៅលើការឈឺដែលជាបញ្ហាសុខភាពរបស់យើងនៅឡើយផងដែរទេតើយើងអាចធានាបានទេថាអ្នកអាចរស់ដល់អាយុ80ឆ្នាំនៅលើផែនដីនេះជីវិតមានតែម្ដងជីវិតមិនមានពីរជាតិសម្រាប់យើងរស់ជាថ្មីនោះទេតើវាមានន័យអ្វីទៅបើយើងគ្រាន់តែកើតមកគ្រាន់តែទៅសាលារកការងារល្អធ្វើសន្សំលុយមើលជំងឺចុះបំណុលគេហើយក៏ត្រូវស្លាប់ទៅវិញនោះ